ในក្នុងស្ថានភាពទីផ្សារឬក៏ market downturn បែបហ្នឹងបើសិនជាគ្នាយើងនៅតែទុក asset របស់គ្នាយើងចោលដែលអាចយកទៅធ្វើអីទេខ្ញុំគិតថាវាជាកំហុសដ៏ធំមួយ so ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបរក passive income បន្ថែមដែលអ្នកនរគ្នាយក asset របស់អ្នកនរគ្នាទៅធ្វើការ stack ឬក៏ដាក់នៅក្នុង earn ដើម្បីទទួលបាន passive income បន្ថែមហើយខ្ញុំគិតថាវិធីហ្នឹងគឺជាវិធីដ៏ល្អមួយដែលអ្នកនរគ្នាគួរតែធ្វើនៅក្នុងចន្លោះពេលផ្សារកំពុងតែធ្លាក់ឬក៏ market downturn បែបហ្នឹងអូខេនៅក្នុងស្ថានភាពទីផ្សារបែបហ្នឹងនៅក្នុង industry crypto នេះខ្ញុំគិតថា investor ក៏គ្នាយើងមួយចំនួនក៏ជិតដឹងហើយថាទីផ្សារគឺធ្វើការ downturn ខ្លាំងមែនទែនដែលមានព័ត៌មានអាក្រក់មួយចំនួនកាត់ឡើងជាភាសាទៅលើ trade war ពីសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកបានធ្វើការអូខេដាក់ពន្ធនៅតាមប្រទេសបណ្ដាប្រទេសមួយចំនួនហើយធ្វើការដក USID ឧបត្ថម្ភឲ្យផ្សេងៗជាច្រើនវាសុទ្ធតែជារឿងអាក្រក់ដែលសាយភាយទៅលើទីផ្សារso ថ្ងៃហ្នឹងនៅក្នុងទីផ្សារបែបហ្នឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាពីវិធីយក asset របស់អ្នកនរគ្នាទៅ earn passive income បន្ថែមជាងដែលយើងយកកាក់របស់យើងយកទៅទុកចោលនៅក្នុង wallet ដែលអត់ធ្វើអីអញ្ចឹងណាអញ្ចឹងខ្ញុំនឹងបញ្យល់អ្នកនរគ្នាថា passive income ហ្នឹងវាដំណើរការដោយដូចម្ដេចអញ្ចឹងពាក្យថា passive income គឺជាប្រភេទ income មួយដែលគ្នាយើងយក asset របស់គ្នាយើងនៅមានដាក់ចោលទៅឲ្យវា auto stack ដែលយើងទទួលបាន interest មកវិញអានេះយើងហៅថា passive income ដែលយើងអត់បាច់ធ្វើអីទេយើងគ្រាន់តែយក asset របស់យើងយកទៅធ្វើការដាក់ stacks នៅក្នុង Binance Earn product ហ្នឹងទៅគ្នាយើងនឹងទទួលបាន interest automatic អញ្ចឹងអាហ្នឹងតាក់ទងទៅនឹង passive income ហើយខ្ញុំនឹង going bit បន្ថែមទៀតតាក់ទងទៅនឹង simple earn ឬក៏ Binance Earn ខ្ញុំនឹងបញ្យល់អ្នកនរគ្នាថាវានឹងដំណើរការបែបហ្នឹងហើយហើយអញ្ចឹងខ្ញុំយកចំណុចទី1ខ្ញុំយក simple earn មកចែកអូខេទៅលើ simple earn គឺជា process ងាយស្រួលមែនតើគ្នាយើងយក asset របស់គ្នាយើងយកទៅ stack ដើម្បីទទួលបានការប្រាក់បន្ថែមអាហ្នឹងគឺវាអត់ខុសអីពីដែលដំណើរការនៃធនាគារយើង work ទេដែលសារតែក្នុងធនាគារគឺតម្រូវឲ្យយើងយកលុយរបស់យើងយកទៅដាក់សំដើម្បីទទួលបានអត្រាការប្រាក់អញ្ចឹងនៅក្នុង crypto ហ្នឹងគឺមាន function នឹងដូចគ្នាឬក៏ product financial service នឹងដូចគ្នាដែលដើម្បីគ្នាយើងយក asset របស់គ្នាយើងមានយកទៅដាក់ stack ដើម្បីទទួលបានការប្រាក់មកដូចគ្នាអញ្ចឹងការប្រាក់នឹងបែងចែកទៅតាម asset នីមួយៗហើយនឹងមានជាអញ្ញថា interest rate ឬក៏ការប្រាក់តាមមែននៅតាម asset នីមួយៗអញ្ចឹង let's go through simple earn how to stack នៅក្នុង simple earn together អញ្ចឹងខ្ញុំនឹងធ្វើ clip video sample មួយដាក់ឲ្យគ្នាយើងមើលថា simple earn ហ្នឹងគេនឹងធ្វើការ stack យ៉ាងដូចម្ដេច okay let's go through to the video together okay so នៅក្នុង simple earn ហ្នឹងវាមានភាពងាយស្រួលមែនតើដើម្បីរក simple earn គ្នាយើងអាចចូលមកគ្នាយើងនឹងឃើញពាក្យ earn នៅនេះឬក៏គ្នាយើងអាច search នៅខាងលើនេះបាននៅប៊ូតុងខាងលើនេះដែលគ្នាយើងយកពាក្យថា search ពាក្យថា earn គ្នាយើងនឹងឃើញ product មួយនឹងឬក៏ function មួយនឹងអញ្ចឹងគ្នាយើងអាចចូលខាងលើនឹងក៏បានឬក៏គ្នាយើងចូលតាម6គុណជុកនឹងក៏បានអញ្ចឹងនៅក្នុង simple earn ហ្នឹងគឺអានេះ total earning របស់ខ្ញុំដែលខ្ញុំធ្លាប់ធ្វើការ earn ដែរតែអានេះជា account មួយទៀតទេខ្ញុំធ្វើការ stack អត់ច្រើនមែនដែរទេដើម្បីទទួលបាន interest ប៉ុណ្ណឹងអញ្ចឹងនៅក្នុង account នេះខ្ញុំមាន Bera ប្រហែលជា10គ្រាប់អញ្ចឹងខ្ញុំនឹងធ្វើការ stack Bera ហ្នឹងដើម្បីទទួលបាន interest អញ្ចឹងយើងអាចឃើញ APR វារហូតដល់ 21.73 អញ្ចឹងវារៀងច្រើនកណ្ដាលគ្នាយើងក៏អាចមើលទៅលើ low risk product មានពីច្រើនដូចជា USDC USDT វាសុទ្ធតែជា stable coin ប៉ុន្តែគ្នាយើង complete collect នៅទៅលើ APR ដូចគ្នា so ទៅលើ APR នេះខ្ញុំរៀងពិបាក calculate ប៉ុន្តែនៅក្នុង product ហ្នឹងគេនឹងដាក់ automatic ថាអូខេយើងគេនឹងគិតការប្រាក់ឲ្យយើងបែបម៉េចឬក៏ APR បែបម៉េចទៅតាមហ្នឹងអញ្ចឹងយើងជ្រើសរើស product មួយមក asset មួយមកថាយើងចង់យកឲ្យគេឧទាហរណ៍ខ្ញុំចង់យកBera អញ្ចឹងខ្ញុំ click យក Bera ទៅអញ្ចឹងបើសិនជាយើងមាន asset ដូច Ethereum BNB ឬក៏ USDC ឬក៏ USDT គ្នាអាចជ្រើសរើសតាមនឹងបានអញ្ចឹងខ្ញុំចូលយក Bera ដែលសារតែវាមាន APR ខ្ពស់គាត់ដែរ 21.3 ចឹងខ្ញុំចូលមកខ្ញុំមាន10 Bera ជាងខ្ញុំធ្វើការ stack អញ្ចឹងនៅក្នុងការខ្ញុំដាក់ពាក្យ max ហ្នឹងដើម្បីធ្វើការ stack ចឹងខ្ញុំនឹងឃើញ estimate daily reward វាទទួលបាន 0.006 ចឹងមានន័យថាវារៀងតិចដែរវាអត់ច្រើនទេប៉ុន្តែនៅពេលដែលយើងធ្វើការstack asset បែបហ្នឹងយើងទទួលបាន at least យើងទទួលបាន income តិចតួចដែរជាងដែលយើងយកកាក់របស់យើងយកទុកចោលនៅក្នុង spot ដែលអត់មានធ្វើអីទាំងអស់ចឹងនៅពេលដែលយើងធ្វើការចុចពាក្យ max មកយើងធ្វើការ confirm ទៅយើង click auto subscribe មកមានន័យថា asset របស់យើងឬក៏ interest របស់យើងបានបន្ថែមនឹងធ្វើការ compound បូកបន្តទៅទៀតរហូតអញ្ចឹងណាអញ្ចឹងបើសិនជាគ្នាយើង long way to go ជាមួយនឹង asset ហ្នឹងដែរគ្នាយើងគ្រាន់តែធ្វើការ click asset របស់គ្នាយើងហើយគ្នាយើងបើក auto invest ហ្នឹងទៅវានឹង compound interest រហូតទៅអញ្ចឹងហ្មងដោយសារតែនេះខ្ញុំមាន10 Bera ទេខ្ញុំមិនដឹងធ្វើអីដែរអញ្ចឹងក៏ខ្ញុំអូខេយកទៅ stake នៅក្នុង simple earn ចោលទៅ
so ខ្ញុំគេថាវីដេអូហ្នឹងគឺតែប៉ុណ្្នឹងឯងខ្ញុំគេថាក៏អាចជួយគ្នាយើងបានច្រើនដែរសម្រាប់អ្នកដែលគាត់អត់ទាន់ដឹងពី function ក្នុងការ earn ឬក៏ stack ដើម្បីទទួលបាន interest បន្ថែមហ្នឹងអញ្ចឹង let me make it quick អញ្ចឹងការដាក់ការប្រាក់ earn ហ្នឹងនៅក្នុង centralized sys bank របស់យើងក៏មានដែរអញ្ចឹងខ្ញុំអត់លើកទឹកចិត្តឲ្យគ្នាយើងធ្វើការមក invest លើ crypto ទេអញ្ចឹងបើសិនជាគ្នាយើងមានតែសិក្សាអីគាត់ហ្នឹងគាត់អាចយកអូខេគាត់អាចយកមកធ្វើការ stake បានតែបើសិនជាគ្នាយើងដែលអត់ដឹងអីសោះហើយគាត់ចង់ចូល crypto ដើម្បីតែធ្វើអស់ហ្នឹងដើម្បី stake យក interest ហ្នឹងខ្ញុំមិនលើកទឹកចិត្តឲ្យគ្នាយើងអាចយកលុយ real របស់យើងហ្នឹងយកទៅ stake នៅក្នុង bank នីមួយៗបានតែព្រោះលុយ real របស់យើងហ្នឹងក៏ទទួលបានការប្រាក់ច្រើនដែរហើយមួយវិញទៀតវីដេអូហ្នឹងគឺអត់លើកទឹកចិត្តឲ្យគ្នាយើង invest ក្នុង crypto ទេបើសិនជាគ្នាយើង invest គួរតែ invest with your own responsibility ដែលសារតែនៅក្នុង industry វាមាន risk ច្រើនមែនតើវាមានហានិភ័យខ្ពស់មែនតើអញ្ចឹងគ្នាយើងគួរតែសិក្សាឲ្យបានច្បាស់មុននឹងធ្វើការអូខេយកលុយរបស់អ្នកគ្នាយកមកធ្វើការ invest ហើយlast but not least វីដេអូធ្វើការ sponsor ដោយ Binance Academy ហើយបើសិនជាអ្នកគ្នាអត់មាន Binance account ទេអ្នកគ្នាអាចធ្វើការ click ចូលទៅក្នុង description ឬនៅក្នុង comment ដើម្បីធ្វើការ register account បានហើយបើសិនជាអ្នកយើងអត់ចង់ទេក៏ it's okay it's up to you ខ្ញុំអត់បង្ខំអ្នកគ្នាទេហើយបើសិនជាអ្នកចូលចិត្ត content មួយហ្នឹងអ្នកកុំភ្លេចចូលការ like subscribe ហើយនឹង yeah comment whatever you want នៅក្នុង comment section ហើយបើសិនជាគ្នាយើងមាន request ឲ្យខ្ញុំធ្វើក៏បានដែរអាច drop នៅក្នុង comment section បាន and thank you guys for watching the video and peace out